លោក Donald Trump នឹងមកដល់ទីក្រុងកូឡាឡាំពូដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសន្ធិសញ្ញាជោគបាញ់កម្ពុជាថៃសួស្តីប្រិយមិត្តជាទីមេត្រីជួនរួមជាតិជាទីស្នេហាសេចក្តីជូនដំណឹងដ៏ធំមួយដែលតាក់ទងនឹងសន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ាននោះគឺការមកទស្សនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទៅប្រទេសម៉ាឡេស៊ីដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃតាមការចេញផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃទី14 ខែតុលាឆ្នាំ2025នេះបានអះអាងថារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohamad Hassan បានបញ្ជាក់ជាផ្លូវការថាលោក Donald Trump នឹងមកដល់ទីក្រុងកូឡាឡាំពូនៅថ្ងៃទី26 ខែតុលាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសន្ធិសញ្ញាឈប់បាញ់កម្ពុជាថៃនេះជាដំណឹងដ៏សំខាន់បំផុតមួយដែលអាចនាំឲ្យមានការផ្លាស់ប្ដូរធំក្នុងសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍តាមការបកស្រាយរបស់លោក Mohamad Hassan កិច្ចព្រមព្រៀងនេះនឹងតម្រូវឲ្យភាគីទាំងសងខាងដកចេញអាវុធធនធ្ងន់រថក្រោះនិងមីនចេញពីតំបន់ព្រំដែនអង្គភាពទាំងពីរត្រូវចូលរួមក្នុងគណៈកម្មាធិការសន្តិភាពសហរដ្ឋអាស៊ានដើម្បីត្រួតពិនិត្យការអនុវត្តវាជាជំហានដ៏សំខាន់បង្ហាញថាប្រទេសកម្ពុជានិងថៃចង់ដោះស្រាយបញ្ហាតាមផ្លូវសន្តិភាពនិងការទូតជំនួសការប្រើកម្លាំងយោធាក្នុងកិច្ចព្រមព្រៀងនេះប្រទេសម៉ាឡេស៊ីមានតួនាទីជាអ្នកសម្របសម្រួលខណៈដែលសហរដ្ឋអាមេរិកត្រូវបានអញ្ជើញជាអ្នកសង្កេតការណ៍និងជាសាក្សីសំខាន់សហរដ្ឋអាមេរិកតែងតែមានអានុភាពក្នុងការអភិវឌ្ឍសន្តិភាពអន្តរជាតិការចូលរួមដោយផ្ទាល់របស់លោក Donald Trump គឺជាសញ្ញាថា Washington ចង់មានតួនាទីសកម្មនៅអាស៊ីអាគ្នេយ៍មិនត្រឹមតែផ្នែកសេដ្ឋកិច្ចទេប៉ុន្តែរួមទាំងសន្តិសុខផងដែរប្រទេសម៉ាឡេស៊ីដែលជាប្រទេសមានភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរត្រូវបានជ្រើសរើសឲ្យជាម្ចាស់ផ្ទះក្នុងកិច្ចព្រមព្រៀងនេះដើម្បីធានាថាការចរចាអនុវត្តឲ្យដោយភាពត្រឹមត្រូវកាលបរិច្ឆេទសំខាន់ថ្ងៃទី26តុលាលោក Trump នឹងដល់កូឡាឡាំពូនឹងជួបជាមួយមេដឹកនាំអាស៊ាននៅថ្ងៃទី27តុលាការចរចាចុងក្រោយរវាងកម្ពុជានិងថៃនឹងប្រព្រឹត្តឡើងលើថ្ងៃទី28តុលាពិធីចុះហត្ថលេខាលើសេចក្តីប្រកាសកូឡាឡាំពូនឹងប្រព្រឹត្តឡើងដែលនឹងកត់ត្រាជាផ្លូវការក្នុងប្រវត្តិសាស្ត្រអាស៊ានកម្ពុជាអត្ថប្រយោជន៍របស់កម្ពុជាគឺអ្វីទី1ការបញ្ចប់ភាពតានតឹងតាមព្រំដែនជាមួយថៃបើសិនជាអនុវត្តបានពិតប្រាកដនឹងធ្វើឲ្យប្រជាជននៅតាមរំបងព្រំដែនមានសន្តិភាពនិងអាចរស់នៅដោយសុវត្ថិភាពទី2វាអាចបង្កើនទំនាក់ទំនងសេដ្ឋកិច្ចការជួញដូរនិងការវិនិយោគសហគ្រាសនៅតំបន់ព្រំដែនទី3កម្ពុជានឹងទទួលបានភាពជឿជាក់ថ្មីមួយពីសង្គមអន្តរជាតិនៅក្នុងការបង្ហាញថាយើងជាប្រទេសសន្តិភាពនិងចង់ដោះស្រាយបញ្ហាតាមផ្លូវនយោបាយមានអ្នកវិភាគខ្លាំងនិយាយថាការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់អាចជួបបញ្ហាបើសិនជាមានក្រុមការពារឬកម្លាំងក្នុងស្រុកមិនយល់ព្រមទោះយ៉ាងណាបើសិនជាអាស៊ានសហរដ្ឋអាមេរិកនិងអង្គការអន្តរជាតិចូលរួមត្រួតពិនិត្យការអនុវត្តដោយកសិបចរចាបន្តមកវាអាចធានាថាភាគីទាំងពីរអនុវត្តតាមសន្យារបស់ខ្លួនការមករបស់លោក Donald Trump ទៅប្រទេសម៉ាឡេស៊ីមិនមែនត្រឹមតែជាការទស្សនាដោយផ្លូវការទេប៉ុន្តែជាសញ្ញានៃការចាប់ផ្ដើមសន្តិភាពថ្មីមួយនៅក្នុងតំបន់បើសិនជាកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យវានឹងក្លាយទៅជាគំរូសម្រាប់ប្រទេសអាស៊ានផ្សេងទៀតនៅក្នុងការដោះស្រាយជម្លោះដោយសន្តិភាពនិងការទូតសម្រាប់ប្រជាជនកម្ពុជាវាជាអំពើដ៏សំខាន់មួយនៃការរួមគ្នាបង្កើតសន្តិភាពបញ្ចប់ភាពតានតឹងនិងបើកទ្វារទៅកាន់អនាគតសុខសាន្តអរគុណបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូនេះសូមចុច like និង subscribe ឲ្យ Channel Finance Advance KX ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសេដ្ឋកិច្ចអាស៊ាននិងសន្តិភាពអន្តរជាតិ